អត់មានពីណាដែលថាមកជីវិតនេះធ្វើស្អីក៏ជោគជ័យដូចដែរទេហើយបើជោគជ័យតែរហូតចឹងវាគ្មានអីដែលថាជាមេរៀនមួយដែលយើងឲ្យពង្រឹងជីវិតហើយសារក្មួយខ្លះមកជីវិតរៀនសូត្រលេខ1រហូតឥឡូវនេះទេសអេលេខ1ទៀតក៏សូមអបអរសាទរប៉ុន្តែត្រូវត្រៀមខ្លួនថាជីវិតពិតរបស់យើងនឹងត្រូវប្រឈមជាមួយនឹងកិច្ចការជាច្រើនដែលយើងត្រូវដាក់ទិសដៅឲ្យខំប្រឹងឲ្យច្រើនលើសទៅទៀតព្រោះចេញទៅរៀនទៅមុខទៀតគឺការចូលប្រឡូកក្នុងពិភពពិតប្រាកដពិភពពិតប្រាកដដែលมันអាចល្អឥតខ្ចោះដោយការយើងទៅរៀនពេលក្មួយចេញទៅដូចគ្នាចប់ពីនេះទៅរើសខ្លួនឯងអ្នកខ្លះរើសទៅមហាវិទ្យាល័យរើសជំនាញអីក៏ដោយខំប្រឹងរៀនវាឲ្យចប់ខំប្រឹងវាឲ្យអស់លទ្ធភាពកុំរៀនបាន2ឆ្នាំបោះបង់វាចោលខាតអត់ប្រយោជន៍ទេព្រោះសាលារៀនបង្រៀនយើង50%ក្រៅពីនឹងសមត្ថភាពដែលយើងចេញទៅរៀនទៅធ្វើការជាក់ស្ដែងគ្រាន់អ្នកខ្លះធ្វើការមុនអ្នកខ្លះធ្វើការក្រោយតែប៉ុណ្្នឹងអ្នកខ្លះចេញទៅធ្វើការអ្នកខ្លះចេញទៅរៀន4ឆ្នាំទៀតអ្នកខ្លះ6ឆ្នាំហើយធ្វើការអ្នកខ្លះរៀនផងធ្វើការប៉ុន្តែប្រមូលផ្ដុំការរៀនសូត្រធ្វើអីក៏ដោយយកចិត្តទុកដាក់នៅអ្វីនោះរៀនយើងខំប្រឹងយកចិត្តទុកដាក់បានអេមិនប្រឡងបាក់ដប់ទេរៀនប្រចាំឆ្នាំប្រឡងត្រីវាឆប់វាក៏ដោយធ្វើការដូចគ្នាដាក់ចិត្តឲ្យត្រូវនេះហើយទើបភាពជោគជ័យរបស់យើងហើយក្មួយដែលចូលនៅទីនេះទន្ទឹមនឹងការអបអរសាទរក្មួយតែពូមិននិយាយបន្លាចចឹងអត់បន្លាចទេនិយាយមែនតែប៉ុន្តែក្មួយក៏មានសេរីភាពឯករាជ្យភាពប្រជាការលើជីវិតរបស់យើងហើយនេះជាចំណុចផ្លូវបំបែកត្រង់ហ្នឹងយើងត្រៀមលក្ខណៈរបស់យើងត្រៀមចូលទៅក្នុងពិភពលោកពិតប្រាកដយើងត្រៀមលក្ខណៈដើម្បីឈានមកជាហ៊ានទៀតទៅជាមេគ្រួសារទៅជាអ្នកដែលទទួលរ៉ាប់រងឬជីវិតរបស់កូនចៅយើងជំនាន់ក្រោយអញ្ចឹងមេរៀនដែលក្មួយរៀន12ឆ្នាំនេះនឹងជាមូលដ្ឋានមួយចំនួនសម្រាប់ឲ្យក្មួយយកទៅធ្វើការកសាងមូលដ្ឋានជីវិតបន្ថែមទៀតភាពជោគជ័យបន្ថែមទៀតមិនថានៅក្នុងការងារឬរៀនសូត្របន្ថែម